ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានជាច្រើនដែលបង្ហាញអំពីការប្រយុទ្ធគ្នាបន្ថែមទៀតបាទគឺចាប់តាំងពីយប់ថ្ងៃសៅរ៍តែម្ដងដូចចូលដល់ថ្ងៃនេះថ្ងៃអាទិត្យមកនៅប្រទេសអ៊ីរ៉ង់ក៏ដូចជានៅកម្ពុជានោះគឺកងកម្លាំងរបស់សហរដ្ឋអាមេរិកហើយនឹងអ៊ីស្រាអែលនោះបានបើកការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងខ្លាំងតែម្ដងទៅលើប្រទេសអ៊ីរ៉ង់បាទដោយក្នុងនោះវារួមមានការវាយប្រហារទៅលើឃ្លាំងសាំងនៅជិតទីក្រុងតេហេរ៉ង់បាទហើយក្នុងខណៈពេលដែលមេដឹកនាំខាងយោធារបស់អ៊ីរ៉ង់ដែលគេហៅថាដូចជាមេដឹកនាំជាក់ស្ដែងឥឡូវនេះគឺនៅក្នុងប្រទេសអ៊ីរ៉ង់កំពុងតែជួបវិបត្តិមេដឹកនាំគឺបានបញ្ញាថានឹងបន្តសងសឹកវិប្រហាសងសឹកទៅលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឡើងវិញផងដែរបាទដោយលោកបានបញ្ជាក់ថាគឺសត្រូវរបស់ប្រទេសអ៊ីរ៉ង់នឹងសងតម្លៃយ៉ាងខ្ពស់ចំពោះការវិប្រហាទៅលើប្រទេសអ៊ីរ៉ង់នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu បាននិយាយថាការវិប្រហាទៅលើឃ្លាំងសាំងនេះគឺហាក់ដូចជាការវិប្រហាលើកទី1ហើយណាបើយើងបានសង្កេតឃើញដែលអ៊ីស្រាអែលសម្រេចវិប្រហាទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ីរ៉ង់បាទចាប់តាំងពីសហរដ្ឋអាមេរិកហើយនៅអ៊ីស្រាអែលបើកការវិប្រហាទៅលើប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុនបាទហើយវាជាផ្នែកមួយនៃការដែលអ៊ីស្រាអែលខិតខំប្រឹងប្រែងធ្វើការវិប្រហានេះដើម្បីឲ្យឆាប់សម្រេចបាននៅគោលដៅរបស់ខ្លួនដល់សំខាន់ជាច្រើនក្នុងការធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់មានអស្ថិរភាពហើយធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងទីនោះបាទយោធាអ៊ីស្រាអែលវិញក៏បាននិយាយថាពួកគេក៏បានវាប្រហារឃ្លាំងសាំងនេះបាទដោយសារតែឃ្លាំងសាំងនោះត្រូវបានគេប្រើប្រាស់ដោយពួកយោធាអ៊ីរ៉ង់ហើយកងកម្លាំងរបស់សហរដ្ឋអាមេរិកវិញក៏បានបង្កើនការវាប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទដែលសម្ដៅទៅលើគោលដៅយោធាជាច្រើនក្នុងនោះរួមមានកន្លែងកងឆ្មាំបដិវត្តរបស់ប្រទេសអ៊ីរ៉ង់ក៏ដូចជាប្រព័ន្ធការពារដែនអាកាសហើយនឹងទីតាំងសំខាន់ដែលប្រើប្រាស់សម្រាប់គោលដៅយោធាផងដែរនេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបដោយឡែកមេដឹកនាំគេថាជាក់ស្ដែងរបស់ប្រទេសអ៊ីរ៉ង់នៅពេលនេះវិញគឺលោកអាលីឡារីចានីដែលជាអតីតមនុស្សចំណិតជាមួយនឹងលោកអាយ៉ាតូឡាអាលីខាមេនីមេដឹកនាំជាន់ខ្ពស់ដែលបានស្លាប់បាត់បង់ជីវិតនោះបាននិយាយថាអ៊ីរ៉ង់គឺបានបញ្ញាចិត្តថានឹងធ្វើការសងសឹកចំពោះការស្លាប់មេដឹកនាំរបស់ខ្លួនដែលបានសម្រាប់កាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅនេះគឺនៅថ្ងៃទី1តែម្ដងដែលសហរដ្ឋអាមេរិកបើកយុទ្ធនាការវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ីរ៉ង់បាទលោកឡារីចានីបាននិយាយថាសហរដ្ឋអាមេរិកត្រូវតែសងចំពោះតម្លៃនៃការធ្វើឲ្យខូចខាតនេះបាទលោកបានបញ្ជាក់ថាគឺអាមេរិកត្រូវតែដឹងណាថាគឺពួកយើងនឹងមិនឲ្យឬខ្លួនទេប្រជាពលរដ្ឋរបស់យើងមេដឹកនាំរបស់យើងគឺឥឡូវនេះមានការឯកភាពគ្នាខ្លាំងណាស់គឺមិនមានការបែងចែកគ្នានៅក្នុងជួរថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋរបស់យើងនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងអ៊ីស្រាអែលហើយនិងអាមេរិកនោះទេបាទនេះគឺជាការបដិញ្ញាចិត្តរបស់ខាងមេដឹកនាំយោធារបស់ប្រទេសអ៊ីរ៉ង់ហើយដោយឡែករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អារ៉ាប៊ីសាអូឌីតវិញក៏បាននិយាយថាពួកគេក៏ស្ទាក់ចាប់បាន drone ចំនួន30គ្រឿងរបស់អ៊ីរ៉ង់បាទដែលបាញ់មកសម្ដៅរដ្ឋធានីនៃប្រទេសផងដែរគឺរដ្ឋធានីរីយ៉ាតបាទដែលបានបញ្ជាក់ឲ្យដឹងគឺក្រសួងបានបញ្ជាក់ឲ្យដឹងតាមបណ្ដាញសង្គម social media បាទនៅព្រឹកព្រលឹមថ្ងៃអាទិត្យនោះតែម្ដងបាទក៏ប៉ុន្តែគេមិនបានបញ្ជាក់ថាតើប្រទេសណាជាអ្នកវាយប្រហារនោះទេរីឯកងឆ្មាំបដិវត្តរបស់អ៊ីស្លាមវិញរបស់អ៊ីរ៉ង់វិញគឺបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាគឺពួកគេវាយប្រហារនោះសម្ដៅតែទៅលើគោលដៅរបស់សហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេបាទរួមមានទាំងទីកន្លែងនៅក្នុងទីក្រុង Haifa របស់ប្រទេសអ៊ីស្រាអែលហើយនិងបាទទីតាំងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកផងដែរបាទមិនកងទ័ពជើងទឹកសហរដ្ឋអាមេរិកគឺទីតាំងនៅក្នុងទីក្រុងឌូបៃបាទកន្លែងទ័ពជើងទឹកផងដែរបាទនេះគឺជាការរាយការណ៍របស់ខាងសារព័ត៌មាននានាពាក់ព័ន្ធជាមួយនឹងការចូលប្រយុទ្ធនៅក្នុងថ្ងៃទី3នេះសំទោសទី9នេះបាទគុណជាច្រឡំបាទហើយព័ត៌មានទី2នេះបាទគឺតកតងជាមួយនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថាគឺលោកវ៉ាងជីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិនបានថ្លែងថាសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺមិនគួរបានខាត់មានឡើងតទៅសោះបាទគឺប៉ុន្តែអ្វីដែលលោកបាននិយាយបាទជាជាងការថ្កោលទោសសហរដ្ឋអាមេរិកលោកបានគាត់និយាយថាមិនគួរកាត់ឡើងសោះបាទហើយតាមរយៈសន្និសីទសារព័ត៌មានដែលលោកបានថ្លែងនៅថ្ងៃអាទិត្យនេះគឺហាក់ដូចជាបង្ហាញនៅសម្ដីនឹងវោហារសាស្ត្រដែលមានលក្ខណៈសម្របសម្រួលជាមួយនឹងសហរដ្ឋអាមេរិកគឺការថ្លែងនេះនៅមុនពេលដែលមានជំនួបកំពូលរវាងមេដឹកនាំ
ប្រទេសចិនជាមួយនឹងមេដឹកនាំសហរដ្ឋអាមេរិកគឺលោក Donald Trump បាទលោកវ៉ាងបានបន្ថែមថាការផ្លាស់ប្ដូររបបហើយនឹងការដាក់គោលបំណងដែលសំខាន់របស់សហរដ្ឋអាមេរិកនោះបាទហើយនឹងអ៊ីស្រាអែលដែលធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះគឺជារឿងមួយដែលពិបាកនឹងមានការគ្រប់គ្រងពីប្រជាពលរដ្ឋណាស់បាទហើយលោកបាននិយាយថាគឺការដែលយើងប្រើកណ្ដាប់ដៃខ្លាំងមិនមែនមានន័យថាមានហេតុផលខ្លាំងៗនោះទេបាទពិភពលោកគឺមិនចង់ត្រឡប់ទៅការប្រើច្បាប់ព្រៃឡើងវិញនោះទេលោកបានថ្លែងបែបនេះនៅអមកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសចិនរបស់សភាប្រជាជនចិនដែលជួបប្រជុំគ្នាដែលគេហៅថាជាការសម័យប្រជុំចំនួន2លើកនោះគឺដែលសម័យប្រជុំហ្នឹងគឺខ្ញុំធ្លាប់បានជម្រាបពីពេលមុនហើយគឺមានអ្នកការទូតកម្ពុជាមានមន្ត្រីក្រសួងការបរទេសហើយនិងសភាគេហ្នឹងគឺមកជួបប្រជុំគ្នាដើម្បីរៀបចំគោលនយោបាយរបស់ប្រទេសចិនក៏ដូចជាថវិកាសម្រាប់ការចំណាយនានាផងដែរក៏ប៉ុន្តែអ្វីដែលអ្នកសារព័ត៌មានកត់សម្គាល់ទូទាំងសន្និសីទសារព័ត៌មានដែលលោកវ៉ាងយីបានថ្លែងហ្នឹងគឺលោកហាក់ដូចជាជៀសវាងមិនហ៊ានរិះគន់របស់មិនហ៊ានរិះគន់សហរដ្ឋអាមេរិកនោះទេបាទហើយជំនួសមកវិញគឺលោកវ៉ាងបែរជាសង្កត់ធ្ងន់ទៅលើជំហរដែលថាប្រទេសចិនគឺបញ្ញាយ៉ាងច្បាស់លាស់នៅក្នុងការគោរពនៅផលប្រយោជន៍គ្នាទៅវិញទៅមកបាទនៅក្នុងទំនាក់ទំនងរវាងចិនជាមួយនឹងសហរដ្ឋអាមេរិកបាទហើយការចរចានាពេលថ្មីនេះរវាងលោកស៊ីជាមួយនឹងលោកត្រាំបាទគឺលោកបានបញ្ជាក់ថាគឺជារឿងមួយដែលធ្វើឲ្យមានការសប្បាយរីករាយក្នុងចិត្តផងដែរដែលការថ្លែងរបស់លោកវ៉ាងនៅឆ្នាំ2026នេះគឺបាទជារឿងមួយដែលបង្ហាញខ្លាំងអំពីការផ្ដោតទៅលើទំនាក់ទំនងដ៏ធំលោកថាឆ្នាំ2026គឺជាឆ្នាំនៃទំនាក់ទំនងដ៏ធំតែម្ដងសម្រាប់ប្រទេសចិនហើយនិងសហរដ្ឋអាមេរិកហើយបានបញ្ជាក់ថាគឺភាគីទាំងពីរនេះគឺបានន័យថាគោរពគ្នាទៅវិញទៅមកដោយចិត្តស្មោះស្ម័គ្របាទនឹងសន្តិចិត្តតែម្ដងបាទគឺអ្វីដែលលោកវ៉ាងថ្លែងនៅពេលនេះគឺមានលក្ខណៈខុសគ្នាទាំងស្រុងតែម្ដងដែលសារព័ត៌មានគេថា it was a markedly different tone បាទគឺខុសគ្នាទាំងស្រុងតែម្ដងទៅនឹងសន្និសីទសារព័ត៌មានដែលលោកបានថ្លែងកាលពីឆ្នាំមុនដែលនៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំមុននោះគឺលោកវ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាមានអកប្បកិរិយាមុខពីរនៅក្នុងទំនាក់ទំនងពាក់ព័ន្ធជាមួយនឹងពុនកយជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកនេះបាទដោយសារតែលោកប្រធានាធិបតីដូណាល់ត្រាំបានដាក់ពុនកយយ៉ាងខ្លាំងទៅលើទំនិញរបស់ប្រទេសចិនប៉ុន្តែនៅឆ្នាំនេះលោកវ៉ាងបែរជានិយាយថាគឺការណាដែលឈានចូលទៅដល់ការប្រឈមមុខគ្នាឬក៏ចំនួនជាមួយនឹងគ្នាគឺអាចនឹងធ្វើឲ្យពិភពលោកធ្លាក់ចុះផងដែរហើយដូច្នេះគ្មានភាគីណាមួយដែលបាទអាចនឹងធ្វើជាគំរូទៅឲ្យភាគីណាមួយបាននោះទេហើយគឺគឺកាលពីខែមករាគឺសហរដ្ឋអាមេរិកបានធ្វើវិធានការមួយចំនួនបាទដែលអាចនឹងប៉ះពាល់នៅផលប្រយោជន៍របស់ចិនផងដែរបាទគឺមានការចាប់ខ្លួនលោកនីកូឡាម៉ាឌូរ៉ូបាទប្រធានាធិបតីនៃប្រទេសវេណេស៊ុយឡាបាទដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសចិនហើយនិងរុស្ស៊ីហើយនឹងនៅខែកុម្ភៈហ្នឹងគឺបានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តែម្ដងដែលជាសម្ព័ន្ធមិត្តរបស់ចិនហើយជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ទៅដល់ប្រទេសចិនផងដែរបាទដូច្នេះគឺបើទោះបីជាមានរឿងរ៉ាវយ៉ាងនេះក៏ដោយហើយនឹងប៉ះពាល់ទៅដល់គេថាច្រកពាណិជ្ជកម្មអន្តរជាតិក៏ដោយក៏ចិនបាននិយាយហាក់ដូចជាសម្របសម្រួលជាងមុនអញ្ចឹងជាសរុបមកវិញគឺលោកត្រាំនឹងធ្វើដំណើរទៅប្រទេសចិនបំពេញទស្សនកិច្ចជាផ្លូវការបន្ទាប់ពីអាខានអស់ជាងមួយទសវត្សរ៍មកហើយនោះគឺលោកនឹងបំពេញទស្សនកិច្ចពីថ្ងៃទី31ខែមីនាទៅដល់ថ្ងៃទី2ខែមេសាបាទជិត10ឆ្នាំដែរពីព្រោះកាលពីទស្សនកិច្ចលើកមុនគឺធ្វើឡើងនៅក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតីដូណាល់ត្រាំនៅឆ្នាំ2017បាទនេះគឺជាការវិវត្តមួយផ្សេងទៀតដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ផងដែរនៅក្នុងទំនាក់ទំនងរវាងចិនជាមួយនឹងសហរដ្ឋអាមេរិក